សួស្តីអ្នកគ្នាថ្ងៃនេះប្រាប់អ្នកគ្នាពីរបៀបបង្កើត bot ក្នុង Discord ដំបូងឡើយចុចចូលក្នុង Google ទូរស័ព្ទក៏យើងអាចបង្កើតបានដែរចុចពាក្យថា Discord Developer ចុច Discord Developer ហ្នឹងចុចពាក្យថា Application Add New Application យើងដាក់ឈ្មោះ bot របស់យើងអាចដាក់ឈ្មោះជាភាសាខ្មែរក៏បានដែរបន្ទាប់មកចុច Create បន្ទាប់មកកន្លែងហ្នឹងគឺកន្លែងដែលថាយើងដាក់ឈ្មោះរូប bot របស់យើងក៏អាច describe ពី bot របស់យើងកន្លែងហ្នឹងយើងប្រាប់ពីរបៀប bot របស់យើងមិនខ្លះអ្នកគ្នាដាក់មិនដាក់ទៅហើយវាអត់ទាន់បង្កើតបានទេបើយើងចង់បង្កើតវាយើងពាក្យថា bot ទៅ add bot ហ្នឹងនឹងធ្វើការ add ឲ្យយើងអូខេ add bot បានហើយបើយើងចង់ invite bot ហ្នឹងនៅក្នុង Discord យើងតែយើងត្រូវធ្វើមិនយើងមិនមែនទៅ search ក្នុងកន្លែង invite bot ទេព្រោះវា bot របស់យើងអត់ទាន់បង្កើតបានឲ្យក្នុង Discord ទេចឹងទៅយើងចុចពាក្យកន្លែងនេះយើងចុចយកក្រោបគេនេះមកចុចពាក្យថា bot នេះប្រើមួយ comment ហើយនេះគឺ permission ក្នុង Discord តែយើងអាចធ្វើអីខ្លះដូចជា rank អញ្ចឹងគ្រាន់តែចូលមកមាន auto rank មកចាំ owner Discord ដាក់ rank ឲ្យទេចឹងទៅយើងចុចនេះមួយគឺទទួលបានទាំងអស់ហើយចុចពាក្យថា copy អាហ្នឹងគឺ link ដើម្បី invite bot យើងគ្រាន់ copy send ទៅគេអាចចុច invite ដូចគ្នា copy ហើយយើង paste ក្នុង Google ដូចគ្នា enter បន្ទាប់មកវានឹងសួរយើងវាដូចជាយើងបង្កើត bot ធម្មតាដែរអូខេវាចូលក្នុង Discord របស់យើងហើយទៅមើលវាអូខេនេះគឺជាវាហើយដើម្បីធ្វើមួយ comment ហើយនឹងធ្វើឲ្យវា online វានៅក្នុងវីដេអូបន្ទាប់ទៀតចឹងទៅចាំជួបគ្នាវីដេអូបន្ទាប់ហើយខ្ញុំក៏មានប្រាប់ពីរបៀបធ្វើឲ្យសរសេរអក្សរមានពណ៌និងសរសេរអក្សរ style ផ្សេងៗទៀតដែរអូខេបើខ្ញុំនិយាយទៅតោះខអីព្រោះវាជាវីដេអូដំបូងរបស់ខ្ញុំការនិយាយក៏វាអត់ទៅស្របតាមនឹងដែរ